សូមជំរាបសួរបងប្អូននេះជាវីដេអូទី3បាទទាក់ទងទៅនឹងការបង្កាត់កង្កែបហើយវីដេអូនេះដែរគឺជាការបង្កាត់លើកទី3ហើយដោយការបង្កាត់លើកទី1ទី2យើងបានផុសនៅលើ page រួចទៅហើយបាទនេះជាការបង្កាត់ទៅលើកង្កែបលើកទី3ហើយយើងឃើញថាដោយសារថ្ងៃនេះភ្លៀងមួយមេធំបាទតាំងពីម្សិលមិញថ្ងៃទី6ឥឡូវឈានចូលថ្ងៃទី7ពេលយប់ហើយវានៅតែចាប់ដើមម្លឹមមកហើយកង្កែបក៏យើងចាប់គូបានទាំងអស់ដែរបាទខ្ញុំដាក់14គូសិតតែជាមេថ្មីបាទដោយសារវគ្គមុនយើងបង្កាត់សិតតែមេថ្មីទាំងអស់ណាហើយថ្ងៃនេះក៏យើងបង្កាត់មេថ្មីដូចគ្នាដែរឃើញថាចាប់គូលឿនដោយសារវាភ្លៀងផងហើយប្រហែលថ្ងៃនេះឃើញវាអោបគ្នាលឿនដែរឈ្មោលណាដល់អញ្ចឹងទៅវាលឿនដែរដាក់មេចូលគឺចាប់លឿនលេងគ្នាមកគូបាត់ហើយដោយសារមេធំពេកចាំមើលនៅថ្ងៃស្អែកលទ្ធផលយ៉ាងណានោះក៏យើងមិនទាន់ដឹងដែរប៉ុន្តែយើងជឿថានឹងលទ្ធផលល្អព្រោះដោយសារកត្តាភ្លៀងវាធ្វើឲ្យកែបចាប់គូហើយក៏ដូចជាធ្លាក់ពងបានច្រើនបាទកែបនេះក៏ពិតទៅវាមិនទាន់ជាពេញលេញ 100% ទេបាទអាចខ្ទង់ជា80ទៅ 90% ដែលវាអាចបង្កាត់ល្អណាតែយើងចាប់ផ្ដើមបង្កាត់នៅដើមរដូវទៅដោយសារយើងមានមេពូជច្រើនគួរសមដែរបាទបើសិនជាបងប្អូនកាត់បែបស្ប៉ានិមិត្តឬក៏អត់មានភ្លៀងអីបងប្អូនអាចបាញ់ទឹកដាក់ទឹកឲ្យបាញ់ទឹកតិចទៅរហូតដល់ម៉ោង6ម៉ោង7ឬក៏អាចលើសហ្នឹងអាស្រ័យទៅតាមកែបដែលវាអត់តាន់ចាប់គូបាទភ្លៀងថ្ងៃនេះគឺមានលេឡងខ្យល់ច្រើនបាទតង់យើងអត់តាន់បានធ្វើហើយក៏វាប៉ើងខ្លះខូចខ្លះទៅបាទដោយសារខ្យល់ខ្លាំងថ្ងៃនេះបាទភ្លៀងលេឡងខ្យល់ខ្លាំងហើយយើងទៅមើលកែបមេពូជនៅក្នុងលូវិញឃើញថាវាចាប់គូសឹងទាំងអស់ហើយបាទចាប់គូច្រើនគូមែនទែនត្រឹមតែមួយលូទេយើងទៅមើលមួយលូទៀតគឺចាប់គូដូចគ្នាដែរដោយសារវាគ្រប់អាយុកាលនៃការបង្កាត់ណាអញ្ចឹងវាធ្វើឲ្យកែបដល់រដូវអញ្ចឹងយើងបាច់ចាំបាញ់ទឹកដូចជាយើងបាញ់មកទៀតនេះគឺបាទកូនកុកយើងអាយុ5ថ្ងៃឆ្នាំនេះមាន2អាងបាទគឺល្អបើទោះបីជាភ្លៀងក៏មិនជាបញ្ហាដែរចាប់គូហើយអញ្ចឹងវីដេអូនេះព្រឹកឡើងខ្ញុំនឹងកាត់បញ្ចូលគ្នាដើម្បីដឹងផលិតផលការបង្កាត់របស់យើងបានកម្រិតណាសម្រាប់បងប្អូនដែលដៃថ្មីចង់សួរនាំទាក់ទងទៅនឹងបញ្ហាបង្កាត់កែបឬក៏ការថែទាំកែបសាច់កូនកែបអាចទាក់ទងបានបាទយើងរីករាយនឹងរកដំណោះស្រាយបើទោះបីជាបងប្អូនកាត់លើកទី1ក៏ដោយលើកទី2ក៏ដោយអាចថាយើងមិនទាន់ជោគជ័យយើងរកដំណោះស្រាយទាំងអស់គ្នាអ្វីដែលខ្ញុំមានអ្វីដែលខ្ញុំចេះខ្ញុំនឹងបង្ហាញលើវីដេអូហើយយើងជជែកគ្នាបាទនៅតាមលេខទូរស័ព្ទដែលខ្ញុំដាក់នៅតាមវីដេអូបាទអរគុណបាទជំរាបសួរបងប្អូនបាទនេះជាវីដេអូយើងតពីយប់មិញដែលយើងបង្កាត់ថ្ងៃទី7ខែ3ឆ្នាំ2025បាទយើងឃើញថាយប់មិញភ្លៀងច្រើនហើយស្ថានភាពពងធ្លាក់បានច្រើនបាទល្អមែនទែនឥឡូវម៉ោង8ហើយបាទ
អត់តាន់បានដកចេញទេព្រោះដោយសារវានៅបន្តធ្លាក់ដែរបាទធ្លាក់ពងណាតែឃើញថាល្អធ្លាក់បាទបានច្រើនសម្រាប់មេពូជថ្មីរបស់យើងហើយពងក៏គួរសមដែរអាចតែខ្ទង់ 80% ទៅ 90% ដែរដែលវាអាចអត្រាញាស់ទាំងអស់ណាបងប្អូន2ថ្ងៃចាប់ផ្ដើមភ្លៀងបាទភ្លៀងខ្លាំងមែនទែនទឹកឡើងហ៊ីហើយកក់ដើមឆ្នាំបាទភ្លៀងបាទយើងលេចទៅមើលកែបយើងវាពងល្អបាទហើយពងច្រើនដែរបាទចំនួន13គូបាទនេះជាសកម្មភាពនៃការបង្កាត់នៅពេលព្រឹកឡើងយើងបានទទួលលទ្ធផលហើយសម្រាប់ពងកង្កែបយើងគឺថាវាចាស់ល្អវាខ្មៅណាបងប្អូនអញ្ចឹងបើសិនជាបងប្អូនទុកកង្កែបយើងឲ្យចាស់ខែយើងទទួលបានលទ្ធផលល្អនៅពេលដែលវាញាស់គឺល្អអត្រាខូចខាតក៏វាមានតិចដែរបាទប៉ុន្តែបើយើងមានតិចយើងគួរតែទុកឲ្យបានយូរប៉ុន្តែបើយើងមានច្រើនយើងអាចប្រកាត់ទៅមិនអីទេព្រោះដោយសារមេយើងច្រើនដែរណាព្រឹកឡើងនៅតែរលឹមបន្តបាទតាំងពីសិលមិញអញ្ចឹងការភ្ញាស់កូនគឺជាកត្តាមួយសំខាន់ដែលបងប្អូនគួរតែស្វែងយល់ឲ្យបានច្រើនពីព្រោះកាលណាយើងបង្កាត់ចេញជាពងជាហើយកត្តាញាស់កត្តាកាលធាតុក៏វាប្រែប្រួលទៅតាមនឹងដែរអញ្ចឹងនៅពេលដែលវាញាស់យើងត្រូវធ្វើការតាមដានវាបន្តដើម្បីឲ្យវាលូតលាស់បាទជៀសវាងការខូចខាតបាទនេះជាបទពិសោធន៍របស់ខ្ញុំទេតែបើសិនជាបងប្អូនមានបទពិសោធន៍បែបណាការថែទាំបែបណានោះគឺអាច comment នៅក្នុងវីដេអូនេះបានបាទឃើញថាវានៅបន្តធ្លាក់ពងនឹងឡើយបាទបាទបងប្អូនវីដេអូនេះមានតែប៉ុណ្្នឹងឯងបាទហើយសម្រាប់បងប្អូនដែលត្រូវការមេពូជត្រូវការកូនកែបឲ្យអាចទាក់ទងបានអរគុណច្រើនបងប្អូនសម្រាប់ការតាមដានជាចុងក្រោយសូមបងប្អូនជួយ Subscribe វីដេអូមួយទៅដើម្បីទទួលបានថ្មីវីដេអូថ្មីបាទជួយ Subscribe មួយផងបាទអរគុណ